នៅក្នុងចិត្តលោកស្នេហាជាលើកដំបូងនៅក្នុងចិត្តក្នុងអារម្មណ៍របស់គេតែងតែស្រមៃទៅរកម្ចាស់ស្នេហ៍គ្រប់ពេលដូចជានៅពេលនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកនាងក្រឡេកមើលយុវៈម្ចាស់សំនៀងបំពេថ្នមចិត្តនោះគឺលោកកែវសារ៉ាត់ដែលកំពុងអង្គុយនៅលើផ្ទាំងសិលានៃឆ្នេរជលសាដ៏ធំល្វឹងល្វើយបណ្ដែតមនោសញ្ចេតនាដ៏សែនឆ្ងាយទៅកាន់ស្រមោលអនុស្សាវរីយ៍ដែលលោកធ្លាប់បានសាកសងជាមួយនឹងនារីមួយរូបនៅក្នុងគ្រាអតីតកាលពិតមែនថាពេលនេះអ្វីនៅដដែលក៏ពិតមែនប៉ុន្តែអារម្មណ៍របស់បងបែរជារងាកំព្រាឯកាពេលដែលបាត់ម្ចាស់ស្រីដែលធ្លាប់សាសងសម្ដីជាមួយបងនៅលើផែនថ្មនៃឆ្នេរជលសានេះក្នុងពេលនេះចិត្តបងសែននឹកអូនណាស់តើអូននៅទីណាបានជាបាត់ដំណឹងសូនឈឹងយ៉ាងនេះអោខ្យល់សមុទ្រអោឆ្នេរជលសាសូមអ្នកជួយធ្វើជាសាក្សីនិងជួយពំនាំពាក្យពេចន៍សម្ដីរបស់បងទៅប្រាប់អូនផងថាបងនឹកអូនណាស់ឆ្នេរជលសាដ៏ធំធេងអង្គសុយណាស់ម្នាក់ឯងណែនអោរាយើងធ្លាប់សាសងពីរលប់សន្តិមិនដែលខារលក្រមក្រគ្មានឈប់ជួដួងព្រះច័ន្ទចរងប្រទៀនបំភ្លឺក្តីស្នេហ៍យើងពីប្រាយប់នេះខំយ៉ាងរត់ទៅណាម្នាក់ឯងចំបាយលែងទុកខាថាស្រស់ជីវ៉ាទៅណាឈ្មោះអូនចាទុកនៅឡាខ្នល់ខ្នាយសីឡា